Visual Course ដែលអ្នកគ្នាថ្ងៃនេះខ្ញុំមក record lab final ដែលធ្វើការតេស្តទៅលើ web server ដែលខ្ញុំមានភាសាចំនួន5ក្នុងការហោះ website នឹងទៅកាន់ server ហើយខ្ញុំក៏ត្រូវមាន service សម្រាប់ហោះ website នឹងដែរអញ្ចឹងខ្ញុំប្រើ service Apache 2អញ្ចឹងខ្ញុំធ្វើការ starter វាមើលនៅ service ហ្នឹងអូខេអញ្ចឹងវា active running ហើយអញ្ចឹងយើងអាចប្រើប្រាស់ service ហ្នឹងបានហើយអញ្ចឹងមុននឹងយើងហៅ website យើងត្រូវដឹងកន្លែងណាដែលយើងត្រូវដាក់ website ហ្នឹងសិនអញ្ចឹងយើងអញ្ចឹងពេលដែលយើងហៅ website គឺយើងដាក់ website របស់យើងនៅក្នុងwww html ហើយវាមាន index html នេះសម្រាប់បង្ហាញនៅwebsite របស់យើងអញ្ចឹងខ្ញុំបានបង្កើតនៅ folder មួយដែរគឺ lv2433 សម្រាប់ store នៅ website ចំនួន5របស់ខ្ញុំអញ្ចឹងខ្ញុំចូលធ្វើការ cd lv2433 ហើយ ls ខ្ញុំបានហោះ website ចំនួន2ជាមុនសិនបន្ទាប់មកខ្ញុំនឹងបង្ហាញការហោះ website ចំនួន3បន្តទៀតអញ្ចឹង website ដែលខ្ញុំហោះមានចំនួន2 1 2អញ្ចឹងខ្ញុំនឹងធ្វើការ cd ចូលទៅមើល source code នៅក្នុងហ្នឹងនេះជា source code ដែលខ្ញុំបានហោះនៅក្នុង web 1នេះហើយនេះគឺ source code ដែលខ្ញុំបានផុសនៅក្នុង web server web ទី2អូខេអញ្ចឹងបន្ទាប់ពីខ្ញុំបានបង្ហាញនៅwebsite service ហើយក៏ដូចជាកន្លែងដែលយើងត្រូវដាក់ HTML ឬក៏ត្រូវដាក់ website ហ្នឹងអញ្ចឹងហើយខ្ញុំនឹងធ្វើការបង្ហាញនៅការផុស website ឬក៏ហោះ website ហ្នឹងយើងធ្វើការចូលទៅក្នុងGeekbase របស់យើងមកហើយយើងធ្វើការy comment scp.org ហើយយើងប្រើសញ្ញាតកទឹក/ខ្ញុំដាក់វានៅក្នុង desktop ហើយខ្ញុំដាក់ចូលក្នុង folder មួយឈ្មោះ Hanselic បន្ទាប់មកខ្ញុំបានហោះ website ដែលខ្ញុំហោះមានចំនួន2ហើយអញ្ចឹងខ្ញុំតេស្តហោះ website 3 4 និង 5ហើយឈ្មោះ server របស់យើង user ហើយ IP របស់យើងហើយយើងយកទៅដាក់ source code នៅណាយើងដាក់នៅក្នុង wa/html www/html/lv2433 ពេលដែលយើងចុច enter ទៅខ្ញុំធ្វើការហោះ website នេះហើយបន្ទាប់មកខ្ញុំនឹងធ្វើការហោះនៅ website មួយទៀត website ទី4 y comment ដែរគាត់យើងបដូរនៅ footer website របស់យើងមកបានហើយ4ហើយដាក់ឈ្មោះ user របស់យើងមកហើយ IP ហើយកន្លែងទីតាំងខ្ញុំបន្តទៅហោះនៅ website ទី5ខ្ញុំមួយទៀតwebsite 5
ចឹងបន្ទាប់ពីយើងហោះនៅ website របស់យើងហើយយើងធ្វើម៉េចដើម្បីអាចទៅមើល website របស់យើងបានអញ្ចឹងទី1គឺយើងត្រូវស្គាល់ IP របស់server យើងសិនអញ្ចឹងខ្ញុំបាន pin IP ហើយអញ្ចឹងខ្ញុំ pin ម្ដងទៀតអូខេអញ្ចឹងធ្វើការ copy IP ហ្នឹងក៏បានឬក៏វាយក៏បានដែរ192 168.43.207ខ្ញុំធ្វើការតេស្តនឹងដែរយើងតេស្តលើ browser មួយណាក៏បានអាចប្រើជ្រើស Firefox Google ឬក៏ Brave អីក៏បានតាមចិត្តតែខ្ញុំវាយ IP វា 192.168.43.207 អូខេបន្ទាប់ពីចេញហើយយើងអាចដឹងថាវាដាហើយអញ្ចឹងយើងអាចប្រើ slash ហើយវាយនៅ folder ដែលខ្ញុំបានដាក់នៅ web ទាំងអស់ហ្នឹងអញ្ចឹងខ្ញុំធ្វើការតេស្តនៅ web មួយសិនអូខេអញ្ចឹងខ្ញុំ web មួយរបស់ខ្ញុំបានហោះនៅ website មួយនេះអញ្ចឹងយើងមកមើល web 2 ទៀតថាខ្ញុំបានហោះ web 2 ហ្នឹង website គេអូខេអញ្ចឹងខ្ញុំបានហោះ website 2មួយនេះបែបនេះអូខេwebsite 3 ម្ដងខ្ញុំមើល website 3 ម្ដងអូខេមិនហៅ website មួយនេះតតនៅអីគេលេខទៅអីចឹងទៅមក website ទី4នេះ website ដែលខ្ញុំបានហៅwebsite ទី5 web ខ្ជូត KK អញ្ចឹងការហៅ website គឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ